ដល់ម៉ោងញ៉ាំបាយថ្ងៃត្រង់បើសិនជាបានសម្លម្ជូរគ្រឿងត្រីពោនេះមួយចានណាញ៉ាំបាយដឹងឆ្ងាញ់យ៉ាងណាទៅតែសម្រាប់អ្នកទេសនេះខ្ញុំសម្លមួយចានអីហ្នឹងគឺញ៉ាំមិនគ្រាន់ទេតតែសម្លមួយឆ្នាំងអីណោះបានគ្រាន់ម្ជូរគ្រឿងត្រីពោតលេស្លជាមួយនឹងតកួនតលេអញ្ចឹងទៀតនិយាយពីថាញ៉ាំទៅឡើងមានជាតិហ្មងសម្លម្ជូរគ្រឿងមួយឆ្នាំងធំថ្ងៃហ្នឹងចាយលុយអស់ប្រហែលជា4000រៀលទេដើម្បីទិញគ្រឿងផុតពីហ្នឹងគឺយើងរកបានខ្លួនឯងទាំងអស់ត្រីពោហ្នឹងបងអូននេះខ្ញុំគេបបកបានទាំងអស់3ក្បាលម្សិលមិញគេបបកបាន2ក្បាលដល់ពេលថ្ងៃហ្នឹងគេបបកបាន1ក្បាលធំទៀតហើយ2ក្បាលម្សិលមិញហ្នឹងពូចុងភៅក៏ធ្វើដាក់ក្លាសេហើយដល់ពេលបាន1ក្បាលទៀតហ្នឹងម៉ាក់ក៏ថាធ្វើដាក់ស្លចូលគ្នាទាំងអស់ហ្មងទៅដោយសារតែមានកម្រងថាស្លម្ជូរគ្រឿងពីល្ងាចហើយអញ្ចឹងព្រឹកឡើងហ្នឹងប៉ានាងខ្ញុំក៏លឿនជាងគេក៏ទាញជ្រុញកបិតយកទៅហាន់គ្រឿងម៉ាក់នាងខ្ញុំក៏ធ្វើត្រីដល់ពេលនាងខ្ញុំប្រហែលអ្នកនេះនាំគ្នាបើកកណូតមករកបេះតកួននៅក្រោយផ្ទះតាមពិតដំបងឡើយហ្នឹងអត់នឹកឃើញតកួននៅក្រោយផ្ទះហ្នឹងទេពេលដែលម៉ាក់នាងខ្ញុំក៏ធ្វើត្រីហើយក៏អង្គុយចាំមើលទូកអ្នកលក់បន្លែដើម្បីរកទិញអាតកួនចិនយកមកស្លហើយនឹកឃើញថាស្លម្ជូរគ្រឿងត្រីពោអញ្ចឹងបើសិនជាយើងដាក់អាតកួនចិនហ្នឹងវាមិនសូវជាត្រូវខ្នួចគ្នាប្រហែលទេតកួនហ្នឹងវារៀងផុយបើសិនជាបានតកួនស្រែយកមកស្លកាន់តែឆ្ងាញ់ដល់ពេលនិយាយដល់តកួនស្រែបើនឹកឃើញថាអូនៅក្រោយផ្ទះហ្នឹងប្រហែលជាមានតកួនអញ្ចឹងទៅក៏កាន់កច្រែងបបួលបងប្អូន3 4នាក់តូចៗហ្នឹងនាំគ្នាបើកកណូតមករកបេះតកួនហ្នឹងឯងតែតកួនហ្នឹងមិនមែនតកួនស្រែទេតកួនតលេហ្នឹងបានតែយកទៅស្លម្ជូរគ្រឿងម្ជូរធម្មតាឬក៏ស្លកកូអីទេបានឆ្ងាញ់តែបើយកទៅឆាអត់សូវឆ្ងាញ់ទេចាញ់តកួនចិនទេពួកអីវាមានជ័រច្រើនហើយពេលដែលយើងស្លហ្នឹងគឺយើងត្រូវការត្រាំទឹកអំបិលច្បាច់វាឡើងច្រើនលាងវាច្រើនទឹកក៏បានវាអស់ជាតិជ័រឥឡូវនេះបេះតកួនបានមកកច្រែងហើយនាំគ្នាបើកកណូតត្រឡប់ទៅផ្ទះវិញពេលដែលបើកកណូតមករកបេះតកួនហ្នឹងបើសិនជាជូរពើកឆែតប្រហែលជានាងខ្ញុំត្រូវបេះកឆែតយកទៅស្លវិញហើយពួកអីសម្លម្ជូរគ្រឿងដាក់តកួននិងដាក់កឆែតណានាងខ្ញុំចូលចិត្តញ៉ាំស្លម្ជូរគ្រឿងកឆែតជាងដោយសារកឆែតវាមានក្លិនឈ្ងុយតែប៉ុន្តែវាឆ្ងាញ់មួយយ៉ាងម្នាក់ទេគ្រាន់តែថាចំណង់ចំណូលចិត្តរបស់យើងអញ្ចឹងណាតកួនយកមកដល់ម៉ាក់គាត់បេះស្លឹកចេញបន្តិចចំណែកគ្រឿងដែលប៉ាបានហាន់ហើយនឹងពូចុងភៅគាត់ក្លុកនឹងម៉ាស៊ីនព្រោះបើសិនជាយើងបុកនឹងត្បាល់វារៀងចំណាយពេលយូរបន្តិចអញ្ចឹងហើយក៏ដាក់ក្លុកនឹងម៉ាស៊ីនទៅតែ2 3ទ្រុលហ្នឹងគឺវាម៉ត់បាត់ហើយតែគ្រឿងដែលបុកនឹងត្បាល់ហើយនឹងក្លុកនឹងម៉ាស៊ីនណាបុកនឹងត្បាល់វាឈ្ងុយជាងតែដឹងធ្វើម៉េចបើវារៀងថ្ងៃដែរហើយអញ្ចឹងយើងក្លុកទៅវាលឿនគ្រឿងក្រៅសម្រាប់ស្លម្ជូរគ្រឿងត្រីពោរបស់យើងគឺបានត្រៀមរួចរាល់អស់ហើយប៉ុន្តែពូចុងភៅគាត់អត់ទាន់ស្លភ្លាមទេគាត់សុំមកញ៉ាំថ្នាំកាពះមកកញ្ចប់សិនដោយសារតែនៅក្នុងពោះរបស់គាត់ហ្នឹងគឺមិនសូវស្រួលហ្មងទេគោក្រិចក្រាច់ភើអ៊ីដោយសារតែពីល្ងាចហ្នឹងញ៉ាំបន្លែឆៅច្រើនពេកដល់ពេលអញ្ចឹងទៅរៀងឆ្អល់ហើយណាមួយយប់ឡើងក៏មិនសូវជាបានគេងសម្រាប់គ្រប់គ្រាន់ទៀតព្រោះត្រូវក្រោកមើលអូនដល់ពេលអញ្ចឹងទៅរៀងឈឺកាពះតែมันជាបញ្ហាទេដោយសារតែគាត់មានជំនួយការគឺថ្នាំកាពះពេអ៊ីម៉ាក់នេះវាជួយបំបត្តិអាការៈចុកឆ្អល់ភើជូរពិបាកនៅក្នុងការរំលាយអាហារហើមពោះនិងបញ្ហាកាហាយកាពះវាជួយបំបត្តិបានយ៉ាងឆាប់រហ័សហើយពេលដែលញ៉ាំហ្នឹងគឺយើងក្លុកច្បាច់វាជាមុនសិនហើយផលិតផលថ្នាំកាពះពេអ៊ីម៉ាក់ហ្នឹងគឺជាផលិតផលរបស់ប្រទេសឥណ្ឌូនេស៊ីនាំចូលចែកចាយផ្ដាច់មុខដោយក្រុមហ៊ុនណានីកាសុខសប្បាយហ្វាម៉ាថ្នាំកាពះពេអ៊ីម៉ាក់ហ្នឹងគឺមាននៅក្នុងផ្ទះនេះខ្ញុំជាប្រចាំហ្មងបន្ទាប់ពីញ៉ាំថ្នាំកាពះមកកញ្ចប់ហើយលើពូចុងភៅក៏ចាប់ផ្ដើមមកស្លមកជូរគ្រឿងត្រីពោជាមួយនឹងតកួនតលេអញ្ចឹងជាដំបងឡើយហ្នឹងក៏ដាក់ខ្លាញ់ចូលបន្ទាប់មកដាក់ប្រហុកដាក់ម្ទេសឆ្អើរច្រាំដាក់គ្រឿងគោច្បល់ក្លុកវាឲ្យឡើងឈ្ងុយបន្តិចបានគាត់ដាក់ស្ករត្នោតប្រហែលជាកន្លះស្លាបព្រាបាយពួកអីសម្លមកជូរគ្រឿងអីហ្នឹងយើងប្រើស្ករត្នោតទៅរសជាតិដិតវាឆ្ងាញ់ហើយបន្ទាប់មកបានគាត់ដាក់ត្រីពោចូលនិយាយពីត្រីពោរបស់យើងប្រហែលជាខ្ទង់3គីឡូជាងពួកអី2ក្បាលដំបងដែលបងអូននេះខ្ញុំបបកបានហ្នឹងដូចជា2គីឡូ6ខាំហើយមួយក្បាលក្រោយហ្នឹង1គីឡូជាងទៀតនិយាយទៅ3គីឡូជាងជិត4គីឡូដាក់ស្លទាំងអស់ហ្មងបន្ទាប់ពីយើងកូរគ្រឿងហ្នឹងឡើងឈ្ងុយហើយយើងក៏ចាក់ត្រីពោហ្នឹងចូលក្លុកមួយគ្រឿងឲ្យសព្វយើងដួសត្រីពោហ្នឹងចេញសិនដោយសារត្រីពោវាឆាប់ផុយឆាប់ឲ្យលួយធំតែមកពុះអីហ្នឹងគឺឆ្អិនហើយអញ្ចឹងបើសិនជាយើងអត់ដួសត្រីចេញសិនទេនៅពេលដែលយើងដាក់ទឹកចូលទម្រាំតែទឹកហ្នឹងពុះទម្រាំតែដាក់តកួនឆ្អិនតកួនទៀតត្រីហ្នឹងក៏លួយល្បេះអស់ហ្មងអញ្ចឹងយើងដួសត្រីចេញសិនហើយបានយើងចាក់ទឹកចូលគ្របទឹកស្លនឹងពុះហើយបានយើងបង់គ្រឿងចូលមានអំបិលបន្តិចប៊ីចេងបន្តិចទឹកអំបិលទុំស្ករមិនបាច់ដាក់ទេព្រោះមុនហ្នឹងគឺយើងបានដាក់ស្ករត្នោតហើយបន្ទាប់មកយើងចាប់ផ្ដើមដួសត្រីពោដាក់ចូលវិញនិយាយទៅសម្លហ្នឹងគឺថាជាតិខ្លាំងហ្មងបងប្អូនគិតមើលស្លមួយឆ្នាំងហ្នឹងដាក់ត្រីពោឡើងជិត4គីឡូដូចជា3គីឡូ6ខាំ3គីឡូ8ខាំមកអញ្ចឹងរឿងអីដែលថាมันមានជាតិតកួនគឺយើងដាក់មុំទេដោយសារត្រីយើងច្រើនហើយបន្ទាប់ពីយើងដាក់ត្រីហើយយើងដាក់តកួនចូលយើងគ្របទុកត្រឹមតែមកពុះអីបានហើយយើងភ្លក់មើលរសជាតិតាមចំណង់ចំណូលចិត្តទៅគឺអូខេហើយចុងក្រោយគេមិនអាចខ្វះបានហ្នឹងគឺម្ទេសស្លម្ជូរគ្រឿងអីបែបហ្នឹងបើសិនជាអត់ម្ទេសហាក៏អត់សូវឆ្ងាញ់ប៉ុន្មានដែរឥឡូវនេះសម្លរបស់យើងឆ្អិនដួសដាក់ចានហើយតំណងឯងបងប្អូននិយាយពីថាអូឆ្ងាញ់ខ្លាំងណាស់អាគ្រឿងក្បាលត្រីពោមានពោះត្រីកាពះត្រីសកៃត្រីអីហ្នឹងគឺថាឆ្ងាញ់លេខ1ហ្មងហើយសម្លម្ជូរគ្រឿងត្រីដែលមានជាតិខ្លាញ់អញ្ចឹងគឺយើងញ៉ាំតាន់ពេលនៅក្តៅមិនឆ្ងាញ់បើសិនជាត្រជាក់ញ៉ាំទៅអត់ឆ្ងាញ់ទេវាទៅជាកកខ្លាញ់ញ៉ាំទៅល្អឿនតលន់វិញទេថ្ងៃហ្នឹងស្លមួយឆ្នាំងបាយមួយឆ្នាំងចង់អស់នៅសល់ស្លតន្តិចទេហើយស្លបន្តិចហ្នឹងប្រហើយពេលល្ងាចអស់ហ្មងតែសំខាន់មើលបរោះកូនមួយណោះចាមួយជីវិតគាត់ពេលគាត់ញ៉ាំបាយមានកូននៅពីមុខអី
អីចឹងទៅដូចវេទនាដល់ហើយដោយសារតែលោកក្មួយនឹងគាត់ខូចគាត់ចង់ចូលវងបាយមួយយើងដែរវីដេអូមានតែប៉ុណ្្នឹងទេអរគុណបងប្អូនសម្រាប់ការចំណាយពេលទស្សនាជួបគ្នាវីដេអូក្រោយទៀតបាយបាយ